សម្រាប់មុខម្ហូបខមួយជាម្ហូបដែលខ្ញុំអត់សូវធ្វើញ៉ាំទេបងប្អូនដោយសារតែវាញ៉ាំឆាប់តែលាន់ប៉ុន្តែខម្រេចមុខនេះគឺថាជាតិសាហាវបងប្អូននិយាយទៅគឺខ្ញុំញ៉ាំអត់តែលាន់ទេរសជាតិរៀងហឹរម្រេចតិចក្លិនឈ្ងុយប្រហើនិយាយទៅអានេះញ៉ាំ2 3ពេលក៏ញ៉ាំបានដែរអញ្ចឹងបើសិនជាបងប្អូនដែលចង់ដឹងពីរបៀបធ្វើអាចមើលក្នុងវីដេអូនេះបានសម្រាប់គ្រឿងផ្សំដំបូងដែលយើងត្រូវការគឺជើងជ្រូកបងប្អូនជើងជ្រូកយើងកាប់ជាដុំរាងធំៗល្មមកោសលាងទឹកឲ្យស្អាតហើយយើងត្រៀមចំគ្រឿងផ្សេងទៀតដែលយើងមានដូចជាខ្ទឹមសសម្រាប់ខ្ទឹមសនេះគឺខ្ញុំប្រើ5 6 កំពឹសយើងបុកខ្ទឹមសឲ្យម៉ត់សិនមកចាំយើងដាក់ម្រេចចូលបងប្អូនសម្រាប់ម្រេចនេះខ្ញុំមានជាម្រេចខាងរតនគិរីបងប្អូនម្រេចមូលហ្នឹងពេលយកមកបុកចូលទៅគឺក្លិនឈ្ងុយខ្លាំងមែនតើហ្មងនិយាយទៅវាអត់ដូចរបៀបម្រេចកញ្ចប់អញ្ចឹងណាបើម្រេចកញ្ចប់គឺអត់សូវឈ្ងុយមែនទេអានេះគឺខ្ញុំដាក់រៀងច្រើនដែរដោយសារតែខ្ញុំចូលចិត្តហឹរយើងដាក់ខ្ទឹមបុកជាមួយម្រេចអញ្ចឹងក្លិនគឺឈ្ងុយសាហាវហ្មងបងប្អូនហើយសម្រាប់បន្លែគឺខ្ញុំប្រើតាពាំងនេះទិញគេមករៀងធំដែរបងប្អូនចិត្ត1គីឡូប៉ុន្តែបកសបកបកអីអស់ទៅគឺនៅសល់តែម្ដុំប្រហែលជាប៉ុនកដៃនឹងជាងកាត់ពីជាដុំរៀងតូចមកល្មមមកយើងទៅដាក់ដាំទឹកដើម្បីស្រុះជើងជ្រូកហ្មងសម្រាប់ជើងជ្រូកនេះបើសិនជាបងប្អូនអត់ចង់ស្រុះក៏បានដែរគ្រាន់តែថាវារៀងមានក្លិនអីអញ្ចឹងណាបើថាយើងបានស្រុះអញ្ចឹងទៅយើងញ៉ាំស្និទ្ធជាងជើងជ្រូកនឹងស្រុះប្រហែលជាខ្ទង់2 ទៅ 3 នាទីយើងស្រង់វាទុកម្ដុំសិនមកចាំយើងទៅចាប់ផ្ដើមធ្វើខហ្មងហើយសម្រាប់បងប្អូនណាដែលដាក់ពងទាយើងស្ងោរពងទាស្ងោរអីទុកឲ្យហើយមកសម្រាប់មុខម្ហូបខគឺអាចខ្វះស្ករត្នោតបានទេបងប្អូនស្ករត្នោតបើទិញប៉ះអាណាសុតអញ្ចឹងគឺឈ្ងុយសាហាវបងប្អូននិយាយទៅគ្រាន់តែបើកកឡនឹងមកគឺក្លិនឡើងឈ្ងុយរបៀបដូចយើងទៅចិត្តពេលគេកំពុងធ្វើស្ករអញ្ចឹងណាស្ករត្នោតហ្នឹងគឺខ្ញុំដាក់ចំនួន1ស្លាបព្រាបាយកូនលើភ្លើងតតែវាឡើងសបរាងក្រហមបន្តិចចាំយើងដួសខ្ទឹមជាមួយនឹងម្រេចដែលយើងបានបុកហ្នឹងដាក់ចូលហើយកូរជាមួយស្ករមកខ្ទឹមជាមួយម្រេចពេលដែលកូរជាមួយស្ករអញ្ចឹងគឺឡើងឈ្ងុយខ្លាំងមែនតើយើងកូរវាប្រហែលជាខ្ទង់2 ទៅ 3 នាទីអីសិនទៅចាំយើងចាក់ជើងជ្រូកដែលយើងបានស្រុះហើយស្រាប់ហ្នឹងណាចាក់ចូលឆាជាមួយគ្នាមកយើងឆាជើងជ្រូកជាមួយនឹងខ្ទឹមម្រេចហ្នឹងហើយបងប្អូនកុំភ្លេចបន្ថែមទឹកបន្តិចផងដើម្បីកុំឲ្យវាស្ងួតខ្ទះពេកវាអាចខ្លោចអីអញ្ចឹងណាយើងឆាវា4 5ត្រឡប់ហើយចាំយើងដាក់គ្រឿងចូលសម្រាប់គ្រឿងដំបូងគេហ្នឹងគឺខ្ញុំដាក់ទឹកត្រីចំនួន1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេម្សៅស៊ុប2ស្លាបព្រាកាហ្វេអំបិលមួយចប់ជាមួយនឹងអានេះគឺទឹកស៊ីអ៊ីវខាប់អានឹងដាក់ក៏បានអត់ក៏បានដែរវាធ្វើឲ្យខរបស់យើងហ្នឹងកាន់តែមានពណ៌ស្អាតប៉ុន្តែបើសិនជាបងប្អូនអត់ចង់ដាក់ក៏អត់អីដែរយើងដាក់ចូលហើយឆាគ្រឿងជាមួយនឹងសាច់ជ្រូកនឹងឲ្យរាងចូលជាតិមកល្មមហើយបងប្អូនកុំភ្លេចបន្ថែមទឹកបដាមកប៉ុន្តែទឹកអត់ដាក់ច្រើនទេណាបងប្អូននិយាយទៅដាក់តែបន្តិចឲ្យវាកុំឲ្យតែស្ងួតខ្ទះទៅបានទេហើយសម្រាប់1ស្លាបព្រានេះអានឹងគឺស្រាចិនយើងដាក់ទៅដើម្បីឲ្យសាច់ជ្រូករបស់យើងហ្នឹងវាឆាប់ផុយល្អហើយស្រាចិនហ្នឹងក៏វាជួយកាត់ក្លិនជើងជ្រូកដែរគ្រាន់តែថាអាហ្នឹងមិនសូវសំខាន់ទេបើសិនជាបងប្អូនអត់មានក៏អត់អីដែរហើយទឹកដូចដែលខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងបន្ថែមបន្តិចបដាមកនិយាយទៅយើងឆាវាមួយលើភ្លើងអញ្ចឹងណាតើតែសាច់ជ្រូករបស់យើងនឹងឡើងសបរាងក្រហមមកល្មមសិនបាទខ្ញុំដាក់ពងទាចូលសម្រាប់ពងទារបស់ខ្ញុំនេះគឺសរាងយូរបងប្អូនអញ្ចឹងពេលដែលខ្ញុំស្ងោរមកបកមកវារាងលេសស្រាប់អញ្ចឹងណាប៉ុន្តែបើថាពងទាថ្មីគឺដឹងតែនៅមូលល្អហ្មងហើយបន្ទាប់ពីហ្នឹងមកបាទខ្ញុំដាក់តាពាំងចូលជាមួយគ្នាឆាហ្មងសម្រាប់បន្លែបើសិនជាបងប្អូនអត់ចង់ដាក់តាពាំងក៏បានដែរយើងអាចដាក់តៅហ៊ូក៏បានគ្រាន់តែថាបើសិនប្រើតៅហ៊ូគឺត្រូវយកតៅហ៊ូនឹងចៀនឲ្យក្រៀមសិនបាទយើងអាចដាក់ចូលបានហើយសម្រាប់ការធ្វើខអញ្ចឹងបើសិនជាចង់ឲ្យជើងជ្រូករបស់យើងបានពណ៌ស្អាតគឺយើងអត់ទាន់ដាក់ទឹកច្រើនទេណាបងប្អូនចាក់ទឹកបន្តិចដូចដែលខ្ញុំបានបង្ហាញអញ្ចឹងចាក់ឲ្យគ្របទុក 4-5 នាទីយើងត្រឡប់វាម្ដងទៅ 4-5 នាទីត្រឡប់ម្ដងតើតាសបល់ជើងជ្រូកពងទាអីរបស់យើងនឹងឡើងក្រហមស្អាតមកល្មមតាមដែលយើងចង់បានហើយចាំយើងចាក់ទឹកចាក់ឲ្យវាច្រើនដើម្បីរងាស់ហ្មងតែសម្រាប់ខ្ញុំនេះយើងឆាជើងជ្រូកពីដំបូងសឹងតែវាផុយហើយបងប្អូននិយាយទៅខ្ញុំឆានឹងឡើងចង់15 នាទីហើយអញ្ចឹងពេលដែលជើងជ្រូករបស់ខ្ញុំឡើងពណ៌ក្រហមមកល្មមតាមដែលខ្ញុំចង់បានហើយខ្ញុំចាក់ទឹកទៅអត់ទុកយូរទេបងប្អូនដោយសារតែវារៀងផុយដែរហើយអញ្ចឹងខ្ញុំទុកប្រហែលជាខ្ទង់15 នាទីអីហ្នឹងគឺវាផុយមកល្មមញ៉ាំអីបន្ទាប់ពីឃើញថាវាផុយហើយចាំបងប្អូនភ្លក់មើលហើយថែមថយគ្រឿងបានតាមចំណង់ចំណូលចិត្តសម្រាប់ខ្ញុំនេះគឺអត់ចាំបាច់ថែមថយអីទេបងប្អូននិយាយទៅគឺមកល្មមឆ្ងាញ់ហ្មងរសជាតិអត់ប្រៃខ្លាំងទេហើយក៏អត់ផ្អែមដែរបងប្អូនដោយសារតែខ្ញុំអត់សូវចូលចិត្តផ្អែមទេប្រៃផ្អែមមកល្មមប៉ុន្តែរសជាតិហ្នឹងគឺឆ្ងាញ់ហ្មងបងប្អូនជាពិសេសក្លិនឈ្ងុយខ្ទឹមម្រេចហើយយើងញ៉ាំទៅហល់ប្រហើក្នុងនឹងអញ្ចឹងណានេះញ៉ាំគឺអត់តលាន់ហ្មងជាពិសេសជើងជ្រូកក៏បងប្អូនធ្វើមិនឲ្យវាបានផុយល្អមកបានញ៉ាំឆ្ងាញ់សម្រាប់ខមួយចាននេះបងប្អូននិយាយទៅគឺខ្ញុំញ៉ាំឡើងអស់ទឹកអលីងហ្មងទឹកវាហ្នឹងគឺជាតិសាហាវហ្មងហើយញ៉ាំទៅបងប្អូនគឺអត់តលាន់ទេធានាហ្មងសម្រាប់ខ្ញុំគឺឆាប់តលាន់ម្ហូបបងប្អូននិយាយទៅខអីហ្នឹងគឺខ្ញុំងាយធ្វើញ៉ាំដែរបងប្អូនដោយសារតែវាមានខ្លាញ់មានអីរៀងតលាន់អញ្ចឹងណាប៉ុន្តែពេលដែលយើងបានដាក់ម្រេចដាក់ខ្ទឹមអីចូលអញ្ចឹងបងប្អូននិយាយទៅគឺមកឆ្ងាញ់ហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ